មើលវីដេអូនេះចប់អាចនឹងកាត់បន្ថយការចំណាយរបស់បងរហូតដល់រាប់ពាន់ដុល្លារជម្រាបសួរបងទាំងអស់គ្នាក្នុងវីដេអូនេះដែរគឺខ្ញុំចង់មកបកស្រាយថាហេតុអ្វីបានជាបងមិនគួរប្រើប្រាស់ឬក៏មិនគួរជាវឬក៏ទិញនៅប្រព័ន្ធគ្រប់គ្រងហាងដែលសន្យាថាឲ្យបងប្រើប្រាស់មួយជីវិតចំណុចទី1ដែលខ្ញុំមិនណែនាំការទិញប្រព័ន្ធដាច់ហ្នឹងគឺទាក់ទងជាមួយនឹងការអាប់ដេតទៅលើកម្មវិធីឬមួយក៏មិនបានទទួលនៃការអាប់ដេតនៃកម្មវិធីចំពោះបងដែលធ្លាប់ប្រើ software ឬមួយក៏មិនទាន់បានប្រើបែរជាបងអាចធ្លាប់ស្ដាប់ដឹងខ្លះមកហើយថាទាក់ទងជាមួយនឹងការប្រើប្រាស់ software គឺត្រូវការធ្វើការអាប់ដេតជាទូទៅបាទជារឿយៗគឺយើងត្រូវតែមានការអាប់ដេតបើអត់មានការអាប់ដេតទេប្រព័ន្ធហ្នឹងវានឹងឆាប់ចាស់លឿនបាទដូចយើងជិះឡានជិះម៉ូតូអញ្ចឹងដែរកាលណាតែយើងប្រើវាគឺយើងត្រូវបដូរប្រេងម៉ាស៊ីនយើងត្រូវបដូរចង្វាក់បដូរវ៉ាឡេឡាក់អញ្ចឹងទៅទាក់ទងជាមួយនឹងប្រព័ន្ធគ្រប់គ្រងហាងគឺដូចគ្នាដែរនៅពេលដែលបងធ្វើការប្រើប្រាស់គឺយើងត្រូវធ្វើការអាប់ដេតជាបន្តបន្ទាប់បាទហើយជាទូទៅគឺប្រព័ន្ធដែលគេធ្វើការលក់ដាច់ឲ្យយើងហ្នឹងគឺពិបាកក្នុងការទទួលការអាប់ដេតឬមួយក៏គេអត់អាប់ដេតឲ្យយើងទេដោយសារតែគេបានលុយពីយើងហើយក៏យើងអត់អាចឲ្យគេធ្វើការយើងទៀតទៅអត់ដែរបាទទី1ហើយពេលខ្លះក្រុមហ៊ុនមួយចំនួនគឺគេសន្យាថាគេនឹងធ្វើការអាប់ដេតឲ្យយើងអត់គិតថ្លៃប៉ុណ្ណេះឆ្នាំប៉ុណ្ណោះខែអញ្ចឹងទៅបាទឬមួយក៏ក្រុមហ៊ុនខ្លះទៀតគឺគាត់ធ្វើការឆាច់នៃសេវាកម្មអាប់ដេតឬក៏ maintenance ជូនបងបន្ថែមទៀតអញ្ចឹងទៅបាទតែពេលសរុបសេចក្តីមកគឺចុះឡើងគឺវាថ្លៃជាងយើងទិញកញ្ចប់ជាខែដូចយើងបង Wi-Fi ទៀតចំណុចមួយទៀតគឺទាក់ទងជាមួយនឹងការប្រើប្រាស់បងមួយចំនួនប្រហែលជាពិសេសម្ចាស់អាជីវកម្មគឺគាត់អត់សូវជំនាញផ្នែក IT នោះទេបាទផ្នែកបច្ចេកទេស IT ហ្នឹងយើងអាជីវកម្មតូចតាចអានឹងរឿង IT ក៏អ្នកខ្លះក៏គាត់មិនសូវចេះខ្លាំងប៉ុន្មានគាត់ចេះតែប្រើ app ធម្មតាដូច Facebook ដូចអីចឹងណាបាទអញ្ចឹងទេទៅតងជាមួយនឹងប្រព័ន្ធខ្លះបាទគឺវាទាមទារឲ្យយើងចេះ IT ខ្លាំងដែរបាទប្រព័ន្ធខ្លះទៀតពេលយើងបើកនឹងកុំព្យូទ័រមកគ្រាន់តែបតង់ចុចបើកបិទរបស់វានឹងសម្បីតែពីលុតរបស់ចំហមកមើលក៏វែងដែរបាទគឺបតង់វាច្រើនស្មុគស្មាញមែនទេមិនដឹងពីត្រូវបើកពីខាងណាទៅខាងណាវិញហើយពេលខ្លះទៅយើងទិញមកពេលយើងទៅមើលគេ demo យើងនៅកន្លែងហាងផ្ទាល់អញ្ចឹងណាបាទគឺគេចុចយើងប៉ុបមកទៅគ្រូតំណងល្អប្រើបាទតែពេលទៅទិញយកមកប្រើខ្លួនឯងនេះចាប់ដើមវែងបណ្ដោយថាតុំអានេះចាប់ពីខាងណាទៅខាងណាវិញអានេះគេធ្វើមិនអានេះគេដាក់មិនបាទដល់ពេលសួរទៅខាងអ្នកលក់មុនដំបូងអញ្ចឹងគេឆ្លើយយើងហើយបាទចេះ1 2 1 2អញ្ចឹងទៅបាទពេលបានមួយរយៈក្រោយមកគឺចាប់ដើមសួរកាន់យីហើយភាសាគេរវល់លក់ឲ្យអ្នកផ្សេងទៀតគេជួយអ្នកផ្សេងទៀតបាទភាសាគេលក់យើងដាច់បាត់ហើយអញ្ចឹងទេគេអត់ចាំបាច់ទៅ focus ថាត្រូវតែ support យើងអស់ពីចិត្តអស់ពីថ្លើមទេភាសាគេលក់ one time off បាទអញ្ចឹងគឺបាទអញ្ចឹងប្រៀបធៀបមួយខ្មុំវិញបាទគឺយើងអត់មានសេវាកម្មលក់ដាច់ទេគឺយើងលក់ជាកញ្ចប់បាទអញ្ចឹងគឺក្រុមការងាររបស់ខាងខ្មុំគឺគេទៅ stand by ចាំ support យើងមានសំណល់ពីការប្រើប្រាស់ app មានបញ្ហាមានការ upgrade មានការ maintenance ទាំងអស់គឺខាងខ្មុំគេអ្នកធ្វើឲ្យទាំងអស់អត់មានបញ្ហាទេបាទគឺយើងជួយកន្លែងនេះគឺចំណេញមែនទែនបាទមួយវិញទៀតដែរគឺខ្ញុំឃើញភាគច្រើនគឺប្រព័ន្ធគ្រប់គ្រងអាជីវកម្មដែលធ្វើការលក់ដាច់ហ្នឹងគឺភាគច្រើនគឺខ្ញុំតែងតែឃើញគេថាគេផ្ដោតឲ្យបងធ្វើការទិញទៅលើឧបករណ៍ប្រើប្រាស់ hardware អាចជា computer ជា printer ជាខ្សែឡាក់អីចឹងទៅបាទដើម្បីធ្វើការភ្ជាប់ក្នុងការប្រើប្រាស់ប្រព័ន្ធទាំងអស់ហ្នឹងប៉ុន្តែមែនទែនទៅឧបករណ៍ទាំងអស់ហ្នឹងគឺមានតម្លៃថ្លៃបាទបងគិតមើលទៅបើសិនជាគាត់ឧបករណ៍ handheld មួយចំនួនមួយគ្រឿងមកតម្លៃ$200ជាងបាត់ទៅហើយបាទហើយអ្នកខ្លះទិញមកហើយមិនទាន់បានប៉ុន្មានហ្នឹងខូចបោះចោលអត់មាន after sale support ក៏ដូចជាអ្នកខ្លះទៀតគឺគាត់យកមកហើយគឺគាត់អត់ចេះប្រើគាត់សួរគេអត់ឆ្លើយហើយជាពិសេសគឺទាក់ទងជាមួយនឹងការប្រើប្រាស់ hardware ទាំងអស់ហ្នឹងវាមានបញ្ហាច្រើនពេលខ្លះបញ្ហាខ្សែពេលខ្លះបញ្ហា user endpoint គាត់អត់ចេះប្រើឬមួយក៏ពេលខ្លះទៀតចេះប្រើហើយប៉ុន្តែមានបុគ្គលិកធ្វើការបាត់ហើយអ្នកដែលចេះប្រើធ្វើការបាត់ហើយក៏បាន train អ្នកថ្មីបានដុតដូចគ្នាដែរដល់ពេលទៅសួរគេអ្នកលក់ទៀតក៏គេមិនបានការ support យើងដូចគ្នាដែរទាក់ទងជាមួយនឹងសេវាកម្មដែលយើងទិញដាច់ក្រៅពីនេះទៀតដែរគឺទាក់ទងជាមួយនឹងការខ្វះខាតមុខងារនៃការប្រើប្រាស់ខ្វះខាតយ៉ាងម៉េចទៅបាទបើសិនជាបងធ្វើការទិញនៅប្រព័ន្ធគ្រប់គ្រងដាច់ណាមួយភាគច្រើនគឺគេលក់ឲ្យយើងបើថាមានពីចំណុចពី1ដល់10ហើយគឺយើងទិញមកគឺបានតែ1ដល់10ទេមានអីថ្មីទៀតគឺយើងអត់ទទួលបានទេបាទព្រោះគេអត់អាចធ្វើយើងឲ្យ free បានទេបើគេធ្វើយើងថែមទៀតក៏គេឆែកលុយយើងដែរប៉ុន្តែបើសិនជាបងធ្វើការទិញនៅកញ្ចប់គ្រប់គ្រងដែលគេអត់មានសេវាកម្មលក់ដាច់ទេតែគេលក់យើងជា package អញ្ចឹងទេគឺមានការអាប់ដេតថ្មីគេព្យាយាម take care យើងគេព្យាយាមមើលថែយើងឲ្យបានល្អដើម្បីឲ្យយើងទិញនៅកញ្ចប់ក្រោយទៀតប្រើប្រាស់បន្តទៅទៀតបាទខ្ញុំសង្ឃឹមថាបងមើលវីដេអូនេះឡើងគឺ
បងអាចសម្រេចចិត្តបានច្បាស់ជាមុនថាមូលហេតុអីគេដែលបងមិនគួរទៅធ្វើការទិញនៅ system ដាច់ទេយើងគួរតែមកទិញ system ណាដែលមានជា option លក់ជាកញ្ចប់ហើយមានជា cloud service បាទបើសិនជាបងអត់មាន option ទាំងអស់នោះទេគឺបងទិញទៅគឺហានិភ័យធ្វើឲ្យអាជីវកម្មរបស់បងគឺដើរត្រឡប់ទៅវិញហើយអញ្ចឹងអរគុណច្រើនចំពោះការតាមដាននៅវីដេអូមួយនេះជួបគ្នាម្ដងទៀតនៅវីដេអូក្រោយបាទ